សុកអើយអាសុកគ្រាន់តែបើកភ្នែកមើលមេឃសោះក៏អញប្រើអញដែរហីមិនកុំបើកភ្នែកមើលខ្លួនឯងទៅធ្វើអីដើរទៅរយជើងម្យ៉ាងទៀតតម្រាំតែទៅពៀបាយលេបចូលពោះហើយត្រូវលាងចានទៀតគិតទៅហត់មែនទែនអញស្ដាយក្រោយណាស់ដែលអញដកដង្ហើមចេញចូលរាល់ថ្ងៃនេះដកដង្ហើមចុះឡើងក៏ហត់ដែរចុះបើហត់មិនឈប់ដកទៅរឿងកំពូលមនុស្សខ្ជិលនៅក្រោមដាំរាំងមាត់ស្ទឹងនាស្រុកស្រែខ្យល់បក់រំភើយសុកនិងសៅកំពុងតែដេកយល់អង្រឹងម្នាក់មួយដែលចង់ភ្ជាប់ដើមឈើនៅជិតគ្នាអាសៅឯងមើលលើមេឃបន្តិចមើលតើក្តៅខ្លាំងនៅអូយអាសុកអើយអាសុកគ្រាន់តែបើកភ្នែកមើលមេឃសោះក៏អញប្រើអញដែរហីមិនកុំបើកភ្នែកមើលខ្លួនឯងទៅអញបើកភ្នែកវាមិនកើតវាធ្ងន់តបកភ្នែកពេកអានេះឯងជួយបើកភ្នែកមើលបន្តិចមើលឲ្យឆាប់ឡើងធ្ងន់តបកភ្នែកអីទៅឯងអញក៏ធ្ងន់តបកភ្នែកដែរតែបើតាមស្ដាប់សំឡេងមន់ល្ងាវនិងកម្ដៅថ្ងៃដែលចាំងចំមេជើងអញគិតថាប្រហែលជាម៉ោង12ថ្ងៃត្រង់ហើយហាម៉ោង12ហើយហ៎ចុះឯងមិនព្រមក្រោកទៅស៊ីបាយស៊ីអីម៉ែឯងស្រែកហៅឯងតាំងពីព្រឹកម្លេះទៅធ្វើអីដើរទៅរយជើងម្យ៉ាងទៀតតម្រាំតែទៅពៀបាយលេបចូលពោះហើយត្រូវលាងចានទៀតគិតទៅហត់មែនទែនដេកបិទភ្នែកបាត់ឃ្លានវិញប្រសើរជាងហើយឯងនិយាយអញ្ចឹងក៏ត្រូវដែរអញស្ដាយក្រោយណាស់ដែលអញដកដង្ហើមចេញចូលរាល់ថ្ងៃនេះដកដង្ហើមចុះឡើងក៏ហត់ដែរចុះបើហត់មិនឈប់ដកទៅបើឈប់ដកវាស្លាប់វាតៃហោងបើអញងាប់ទៅគេយកអញទៅបូជាណាដល់ពេលបូជាក្តៅទៀតអញខ្ជិលទ្រាំនឹងកម្ដៅភ្លើងណាអញសុកចិត្តចាញ់ឯងត្រង់នឹងហ្មងអាសុកហូចចុះស្វាយទុំមួយផ្លែដែលជ្រុះចិត្តជើងឯងនោះមិនក៏ឯងម្រើសហូបសិនទៅក្រែងឃ្លានអីអញឃើញតាំងពីព្រឹកម្លេះតែវានៅឆ្ងាយពីជើងអញប្រហែលជា2ចង្អាមបើអញលូកដៃទៅរើសអញត្រូវកម្រើកខ្លួនកើតទេហូចចុះឯងមិនក៏មិនជួយរើសឲ្យអញផងអញដេកនៅលើរឹងឯងដេកនៅលើដីចិត្តផ្លែស្វាយជាងអញមិនក៏ឯងម្រើសមកប្រើអញឲ្យចុះពីរឹងទៅរើសឲ្យឯងឯងគិតថាមនុស្សខ្ជិលដូចអញមានបញ្ញាល្ងងដល់ថ្នាក់ហ្នឹងត្រូវហើយចុះបើមានឆ្កែមកពំផ្លែស្វាយនឹងទៅបាត់នោះគិតអាម៉េចឲ្យវាយកទៅយ៉ាងហោចណាស់ក៏អញចាំបាច់ហត់ចុះពីរឹងព្រោះតែផ្លែស្វាយមួយផ្លែនឹងដែរណែអាសៅអញមានចំណោទមួយចង់សួរឯងសួរមកតែសួរខ្លីបើសួរសំណួរដែលវែងពេកអញខ្ជិលស្ដាប់មានគេយកប្រាក់10លានរៀលមកដាក់នៅលើទ្រូងឯងហើយគេប្រាប់ថាបើឯងលើកដៃយកឯងបានប្រាក់នឹងតើឯងយកអត់អត់យកទេមិនចឹងលុយច្រើនណាលើកដៃឡើងលើទ្រូងវាធ្ងន់ណាយកលុយបានហើយត្រូវដើរទៅទិញអីត្រូវរាប់លុយទៀតអូយហត់ទុកឲ្យវានៅលើទ្រូងហ្នឹងហើយឲ្យវាសង្កត់ទ្រូងដេកលក់ទៅប្រសើរជាងហូចចុះឯងវិញអញវិញសំបីតឲ្យគេយកលុយមកដាក់លើទ្រូងអញក៏អញខ្ជិលឲ្យគេដាក់ដែរព្រោះអញខ្ជិលដកដង្ហើមល្អាក់ល្អួលឯងពិតជាកំពូលមនុស្សខ្ជិលមែនណាតោះឈប់និយាយទៅវាខាតកម្លាំងមាត់ដេកបន្តទៀតទៅបាត់មាត់បើខ្យល់បក់មកជួយបក់ឲ្យយើងលហើយផងនៅពេលប្រលំខ្យល់ពេលល្ងាចបក់មករំភើយផ្លែស្វាយដែលជ្រុះនោះនៅតែដេកស្ងៀមថ្មឹងនៅលើដីដដែលសុកនិងសៅក៏នៅតែដេកលើអង្រឹងមិនទាន់កម្រើកខ្លួនឡើយសុកបើកភ្នែកព្រិចព្រមទាំងនិយាយទាំងសំឡេងខ្សៅអាសៅ
អញស្មានតែអញងាប់បាត់ហើយតាហើយមិនក៏នៅឮសំឡេងចង្រិតយំទៀតអញ្ចឹងអឺអញក៏ស្មានតែអញទៅឋានសួគ៌បាត់ហើយដែរតែទាស់ត្រង់ថាឋានសួគ៌ប្រហែលជាគ្មានរឹងចងព្យួរចាស់ចាស់បែបនេះទេអញនោះល្ងិតសូនឈឹងហើយតើល្ងិតអើយចុះឯងព្រមក្រោកទៅអុចចង្គៀងល្ងិតបែបនេះមុខខំងាប់ហើយអុចចង្គៀងធ្វើអីឲ្យតែយើងបិទភ្នែកទៅវាល្ងិតដូចតែគ្នានឹងឯរឿងមុខឲ្យវាមកខំចុះបើវាមិនខ្ជិលជក់ឈាមអញទេនោះគ្រាន់តែរឿងមុខខំប៉ុណ្ណឹងអញខ្ជិលលើកដៃទៅវាយវាណាឯងនេះពិតជាអត់ធ្មត់មែនចុះបើមុខខំលមាស់នោះធ្វើចិត្តឲ្យស្ងប់ទៅពេលលមាស់ខ្លាំងបន្តិចទៀតវាបាត់លមាស់វិញហើយការអត់ធ្មត់មិនអេះគឺវាប្រើកម្លាំងតិចជាងការលើកដៃទៅលោសិចឯងនេះយកពានរង្វាន់អ្នកខ្ជិលពិភពលោកបានហើយណែនិយាយអញ្ចឹងស្វាយទុំមិញនេះនៅក្បែរជើងអញដដែលអត់នៅតើតែឥឡូវមានសម្ោចក្រហមឡើងពពាក់ពពូនពេញផ្លែស្វាយនឹងបាត់ហើយអូហូសំណាងហើយដែលអញបានរើសហូបបើអញរើសហូបមិញម្លេះសំត្រូវហត់មាត់ទំពាសម្ោចទៀតសម្ោចវាជួយស៊ីជំនួសយើងគិតទៅវាមានគុណធំធេងណាស់ចំពោះពួកយើងណាពិតមែនហើយហួយចុះអាសុកស្អែកនេះឯងមានកម្រងធ្វើអីអត់កម្រងស្អីគេទៅកម្រងហ្នឹងគ្រាន់តែគិតដល់រឿងថ្ងៃស្អែកក៏អញហត់ខួរក្បាលដែរស្អែកចាំគិតទៅតែតាមមើលកម្រងធំរបស់អញស្អែកនេះគឺប្រហែលជាប្រែខ្លួនមកដេកចំហៀងខាងឆ្វេងវិញព្រោះដេកផ្ងាពេញមួយថ្ងៃទៅហើយចកេះអញដូចជារឹងអស់ហើយអូហូគម្រងធំធេងម្លេះប្រែខ្លួនប្រហែលជាត្រូវប្រើសាច់ដុំច្រើនណាស់ឯងប្រយ័ត្នក្រិចចកេះណាវើយឯអញវិញស្អែកអញគិតថាអញនឹងដេកសម្លឹងមើលស្លឹកឈើជ្រុះបើគ្មានស្លឹកឈើជ្រុះទេអញនឹងដេកបិទភ្នែកបន្តទៀតនិយាយដល់ពីរឿងដេកអញស្រេកទឹកណាស់អាសៅអើយស្ងួតកំពង់កដូចជាដើរកដាលវាលខ្សាច់អញ្ចឹងស្ទឹងនៅពីក្រោមរឹងយើងតើលោកដៃទៅប៉ះទឹកអើយលោកដៃទៅប៉ះទឹកមែនតែត្រូវក្រោកមកអង្គុយត្រូវក្បង់ទឹកត្រូវលើកមកដាក់មាត់ទៀតកិច្ចការ 3-4 វគ្គឯណោះណាចាំមើលមេឃភ្លៀងទៅបើភ្លៀងមកចាំអញបើកមាត់ត្រង់ទឹកភ្លៀងហូរចូលកំពង់កតែម្ដងវាស្រួលជាងបើស្អែកអត់ភ្លៀងបើអត់ភ្លៀងចាំអញលេបទឹកមាត់អន្សំចៃលេបមកតក់តម្រាំដល់ខែភាសាអូយអញសុំសំពះចាញ់ឯងអាសុកឯងជាគ្រូអញហើយតោះឈប់និយាយយប់ជ្រៅហើយទុកកម្លាំងដេកលក់ឲ្យស្ងប់ស្ងាត់វិញទៅរាត្រីសួស្ដីណាអាសៅបើស្អែកអញមិនទាន់ភ្ញាក់ទេកុំដាស់អញឲ្យសោះណាឮអត់ព្រោះអញខ្ជិលភ្ញាក់អ្នកទាំងពីរគ្របក្រមាចិត្តក្បាលរួចក៏សន្លប់លក់នៅក្នុងភាពងងឹតដោយគ្មាននរណាម្នាក់ព្រមក្រោកទៅផ្ទះហូបបាយឡើយចំដោយបរិបូរសូមអរគុណ